Chirol the GPC មានកាត់មកបាត់ដបងហើយឈៀតតែញ៉ាំបាយនៅកន្លែង idol ហើយនេះជាលើកទី2ឯងមកញ៉ាំបាយកន្លែងគាត់និយាយទៅជីមកចំពេលបាយថ្ងៃថងលមមកដល់ថ្មគោតែស្ពៀបតាមផ្លូវក៏ស្អាតប៉ុន្តែអាកាសធាតុរៀងក្តៅបន្តិចខែនេះចូលខែចូលឆ្នាំហើយមើលតែមុខហាងគាត់ទៅថាគាត់លក់ដាច់ប៉ុណ្ណាពេលចូលឆ្នាំនេះហៅកន្លែងចតឡានសឹងតែអត់បានឃើញតែឈ្មោះហាងដឹងហាងណាគេបាត់ហើយស្លាញ់តាហាងគាត់មកញ៉ាំដូចមានអារម្មណ៍ថាមកញ៉ាំដូចផ្ទះបងប្អូននេះអញ្ចឹងណាមានដើមឈើមានកញ្ចក់អង្គុយទៅមានអារម្មណ៍ថាស្និទ្ធស្នាលហ្មងមុននឹងបានឃើញ idol ដែរប៉ុន្តែឃើញគាត់រវល់ពេកអត់សុំគាត់អត់ហ៊ានសុំគាត់ថតអញ្ចឹងបន្ទាប់ពីកំងមកហូបហើយដើរមកខាងក្រោយនេះមកទិញទឹកប្រឡាក់សាច់ប៉ុន្តែដោយសារចូលឆ្នាំនេះគាត់លក់ដាច់ពេកគឺអស់ហើយទិញបានតែទឹកកាពិហើយជាមួយនឹងម្ទេសឆាហើយនេះមិនហូបដែលយើងកំងពី3មុខព្រោះគ្នាយើងតែពី3នាក់ដែរមានថៃបម៉ែមួនឆែស្លម្ជូរគ្រឿងហើយជាមួយនឹងឆាបន្លែហើយរសជាតិស្លម្ជូរផិនគាត់គឺជូរប្រៃគឺល្មមញ៉ាំជាមួយបាយចឹងហើយបន្ទាប់ពីយើងបានមកហូបមកយើងខំប្រឹងញ៉ាំរៀងលឿនបន្តិចដើម្បីសម្រាប់អ្នកដទៃគាត់ឆាប់បានតអង្គុយដែរព្រោះហាងគាត់នេះលក់ដាច់ខ្លាំងណា